បាទលើកនេះតាក់ទងទៅនឹងរហូមាសឈុតស្រីវណ្ណថងអាចនឹងរៀងធ្វើការធ្ងន់បន្តិចហើយបងប្អូននៅក្នុងជំនួបដណ្ដើមនៅខ្សែក្រវ៉ាត់ ISKA Intercontinental នៅក្នុងប្រភេទទម្ងន់59គីឡូក្រាមដោយត្រូវប៉ះជាមួយនឹងជើងខ្លាំងមួយរូបមកពីប្រទេសបារាំងហើយក៏ជាម្ចាស់ខ្សែក្រវ៉ាត់លំដាប់ថ្នាក់ពិភពលោករហូតដល់2ស្ថាប័នផងដែរបាទស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាវិលមកកាន់នីតិព័រមានកីឡាជាតិនិងអន្តរជាតិថ្មីនៅក្នុងអត្ថបទព័រមានថ្ងៃនេះដែរខ្ញុំបាទនឹងមកលម្អិតជុំវិញទៅនឹងមហាព្រឹត្តិការណ៍ដណ្ដើមនៅខ្សែក្រវ៉ាត់ ISKA គុណខ្មែរ Intercontinental រហូតដល់3គ្រឿងឯណោះបងប្អូនបាទសម្រាប់ប្រិយមិត្តពុកម៉ែបងប្អូនដែលចូលមកទស្សនាថ្មីកុំភ្លេចជួយ Subscribe និងជួយ Like ក្នុងវីដេអូនេះម្នាក់មួយផងដើម្បីទទួលបានរាល់ព័ត៌មានកីឡាជាតិក៏ដូចជាព័ត៌មានអន្តរជាតិជាបន្តទៀតជារៀងរាល់ថ្ងៃបាទសម្រាប់មហាព្រឹត្តិការណ៍ដណ្ដើមនៅខ្សែក្រវ៉ាត់ ISKA ក្រត់គុណខ្មែរដែលនឹងធ្វើឡើងនៅថ្ងៃទី29ខែវិច្ឆិកានេះគឺមានការប្រកួតលក្ខណៈ Formen Tournament ចំនួន2ផងដែលជាការប្រកួតដណ្ដើមខ្សែក្រវ៉ាត់នៅក្នុងប្រភេទទម្ងន់63.5និង65គីឡូក្រាមបាទសម្រាប់បេក្ខភាពនៅក្នុងប្រភេទទម្ងន់63.5គីឡូក្រាមគឺយើងមានកីឡាករគុណខ្មែរសំវិឆ័យមានកីឡាករចិនមានកីឡាករបារាំងសម្រាប់បេក្ខភាពនៅក្នុងប្រភេទទម្ងន់65គឺយើងមានកីឡាករឡុងសំណាងសូតខេវិនកីឡាករចិននិងកីឡាករមកពីប្រទេសប្រេស៊ីលហើយក្នុងនោះក៏មានការប្រកួតគូមិត្តភាពអន្តរជាតិរវាងកីឡាកររឹតប្រយុទ្ធដោយត្រូវប៉ះជាមួយនឹងកីឡាករមកពីឡាវនិងគូឯកប្រចាំនៅព្រឹត្តិការណ៍គឺរាហូមាសឈុតស្រីវណ្ណថងធ្វើការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ ISKA Intercontinental គុណខ្មែរប្រភេទទម្ងន់59ដោយត្រូវប៉ះជាមួយនឹងកីឡាករមកពីប្រទេសបារាំងបាទអញ្ចឹងសម្រាប់ដៃគូរបស់ឈុតស្រីវណ្ណថងគឺគេមានឈ្មោះថាអន្តរានីហើយបច្ចុប្បន្នកីឡាកររូបនេះមានខ្សែក្រវ៉ាត់លំដាប់ថ្នាក់ពិភពលោករហូតដល់2គ្រឿងទី1គឺខ្សែក្រវ៉ាត់ WBC ទី2គឺខ្សែក្រវ៉ាត់របស់ស្ថាប័នពិភពលោក WKN បាទអញ្ចឹងសម្រាប់មហាព្រឹត្តិការណ៍ដណ្ដើមនៅខ្សែក្រវ៉ាត់ ISKA គុណខ្មែរលើកទី3នេះខ្ញុំបាទហ៊ាននិយាយថាកីឡាករបរទេសដែលមកចូលរួមធ្វើការប្រកួតល្អច្រើនបងប្អូនជាងវគ្គ1និងវគ្គ2ហើយការប្រកួតដណ្ដើមខ្សែក្រវ៉ាត់3គ្រឿងនេះបើសិនជាកីឡាករគុណខ្មែររបស់យើងហាត់អត់ដល់ទេហ៊ានតែធ្វើប្រហែសទេអាចនឹងលបោតខ្សែក្រវ៉ាត់ទៅលើកីឡាករបរទេសដោយបងប្អូនបានឃើញហើយកីឡាករបរទេសមកសុទ្ធតែជាម្ចាស់ខ្សែក្រវ៉ាត់ហើយកីឡាករមកលើកនេះគឺខាងប៉ែកអឺរ៉ុបច្រើនជាងអាស៊ីមានតែចិនហើយនិងឡាវហើយឡាវមកប្រកួតលក្ខណៈមិត្តភាពជាពិសេសដៃគូរបស់ឈុតស្រីវណ្ណថងកីឡាករបារាំងរូបនេះក៏ល្អដែរបងប្អូនអញ្ចឹងការប្រកួតនេះបើសិនជាយើងហ៊ានប្រហែសអាចនឹងបាត់បង់ឱកាសជាងសង្ឃឹមថាពួកគាត់នឹងធ្វើបានល្អសម្រាប់មកប្រកួតនេះ